យើងអាចយកមកវិញបានឆាកជីវិតនេះគ្មានអ្វីជាភាពពិតប្រាកដនោះទេសំខាន់កុំធ្វើឲ្យបាត់បង់ខ្លួនឯងលុយកាក់អាចរលាយបាត់យើងក៏អាចរកបានសារជាថ្មីការងារត្រូវបានបញ្ឈប់យើងក៏អាចរកការងារថ្មីធ្វើបានថាមិនត្រូវអាចប្រសើរជាងការងារមុនទៀតផងមិត្តភក្តិឃ្លាតឆ្ងាយស្នេហាបែកបាក់ទាំងអស់នេះវាបានបន្សល់ទុកនៅស្នាមរបួសតាមពេលវេលាប៉ុន្តែក៏អាចមានមនុស្សផ្សេងមកចូលក្នុងឆាកជីវិតយើងសារជាថ្មីនាំមកឲ្យយើងនៅទំនាក់ទំនងថ្មីភាពរីករាយថ្មីសំខាន់បំផុតនោះគឺយើងត្រូវបោះជំហានទៅមុខដោយគ្មានបង្អង់មិនត្រូវទុកឲ្យអតីតកាលអូសទាញឬធ្វើឲ្យបាត់បង់នៅឆន្ទៈរបស់យើងឡើយនៅពេលដែលកើតមកយើងគ្មានអ្វីនៅក្នុងដៃនោះទេចុះហេតុម៉េចបានជាពុំអាចចាប់ផ្ដើមសារជាថ្មីពីចំណុច0ឡើងវិញកត្តាដែលសំខាន់ពុំមែនជាការដួលឬបរាជ័យប៉ុន្មានដងនោះទេតែវាជាការងើបឈរឡើងវិញឲ្យបានរឹងមាំឬក៏ទេតែប៉ុណ្ណោះអ្នកដែលរឹងមាំពិតប្រាកដមិនមែនសុទ្ធតែជាអ្នកជោគជ័យតែគេជាមនុស្សចេះរកវិធីក្រោកឈរក្រោយពេលដែលបានដួលចេះស្វែងរកហេតុផលនៃកំហុសចេះទទួលយកនៅភាពលំបាកហើយបានព្យាយាមពុះពៀឆ្លងកាត់រាល់ការសាកល្បងនៃរសជាតិដែលមាននៅក្នុងជីវិតពេលរាត្រីគឺជាពេលវេលាដែលយើងត្រូវការសម្រាកកុំទុកឲ្យភាពសៅហ្មងនៃថ្ងៃម្សិលមិញរំខានដល់អារម្មណ៍ត្រូវចេះរកវិធីលើកលែងឲ្យរាល់ភាពខុសឆ្គងទាំងឡាយទម្លាក់ចោលនៅការរិះគន់ធ្ងន់ឬស្រាលដែលពុំគួរមាននៅពេលអរុណោទ័យយើងត្រូវបង្កើននៅកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខចាប់ផ្ដើមជាថ្មីជាមួយនឹងស្មារតីស្រស់ស្រាយដោយក្តីសាទរជីវិតគឺជាវិថីនៃដំណើរដ៏វែងឆ្ងាយមានរីករាយមានកើតទុក្ខមានជោគជ័យនិងបរាជ័យមានពេលខ្លះយើងអាចជួបភាពលំបាកដោយគិតថាពុំអាចនឹងឆ្លងកាត់រួចប៉ុន្តែប្រសិនបើយើងមានជំនឿលើខ្លួនឯងអ្វីៗច្បាស់ជាមានដំណោះស្រាយជួបភ្នំយើងស្វែងរកផ្លូវដែលអាចដើរទៅមុខបានជួបស្ទឹងឬទន្លេយើងរកទូឬវិធីធ្វើស្ពានសម្រាប់ឆ្លងកាត់ទោះបីជាជួបនៅឧបសគ្គខ្លាំងប៉ុណ្ណាក៏ដោយយើងត្រូវតែតស៊ូមិនចុះចាញ់វាប្រកាសជានឹងរកឃើញនៅពន្លឺនាចុងបញ្ចប់នៃការធ្វើដំណើរ